នៅក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដែលរដ្ឋបាលខេត្តបរសេនុក្រោមការដឹកនាំរបស់អាដាមម៉ាងសនេតឲ្យបាលខេត្តលោកបានដាក់ចេញឲ្យគ្រប់ផ្នែកពាក់ព័ន្ធប្រជាពលរដ្ឋចូលរួមដាំដើមឈើនៅតាមផ្ទះតាមសាលារៀនវត្តអារាមឬក៏ទីសាធារណៈនានានោះបច្ចុប្បន្ននៅតាមបណ្ដាក្រុងស្រុកនានាក៏មានសកម្មភាពនៃការដាំដើមឈើនេះជាបន្តបន្ទាប់ជាមួយគ្នានៅឯស្រុកព្រៃនប់ខេត្តបរសេនុនៅថ្ងៃ18កក្កដា2026នេះលោកអ៊ីតារិនអភិបាលស្រុកព្រៃនប់លោកក៏បានដឹកនាំសកម្មភាពនាំយកដើមឈើចំនួន1000ដើមទៅដាំនៅតាមផ្លូវជាតិលេខ4និងតាមវិថីសុវត្ថិភាពសម្ដេចសង្ឃរាជទេវវង្សដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំវារិញស្រុកព្រៃនប់ខេត្តបរសេនុតាមលោកអភិបាលស្រុកមានប្រសាសន៍ថាក្រៅតែពីកន្លែងនេះកន្លែងដទៃទៀតឬក៏តាមលំនៅឋានប្រជាពលរដ្ឋឬក៏តាមសាលារៀនវត្តអារាមហ្នឹងក៏មានការដាំដើមឈើនេះដូចគ្នាទោះយ៉ាងណាដើម្បីឲ្យយុទ្ធនាការដែលរដ្ឋបាលខេត្តដាក់ចេញនោះទទួលបានលទ្ធផលល្អសូមបញ្ជាក់ផងដែរថាតាមអាដាមម៉ាងសនេតអភិបាលខេត្តបរសេនុលោកមានប្រសាសន៍ថានៅក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមនេះគឺបានដាក់ចេញចាប់តាំងពីដើមឆ្នាំ2026មកហើយគិតមកដល់ពេលនេះគឺមានដើមឈើច្រើនដើមត្រូវបានដាំនៅតាមដងផ្លូវតាមផ្ទះប្រជាពលរដ្ឋតាមវត្តអារាមសាលារៀនឬក៏ទីសាធារណៈនានាហើយជាមួយគ្នានេះអាដាមបាលខេត្តលោកក៏បានបន្តលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសកម្មភាពនេះជាបន្តទៀតដែលឡែកនៅស្រុកព្រៃនប់នេះបើតាមលោកអ៊ីតារិនអភិបាលស្រុកព្រៃនប់លោកមានប្រសាសន៍ថាក្រៅតែពីការដាំដើមឈើជាង1000ដើមនៅកន្លែងនេះរដ្ឋបាលស្រុកនឹងចាត់ចែងធ្វើការដាំដុះបន្តទៀតនៅតាមសាលារៀនវត្តអារាមនិងតាមលំនៅឋានប្រជាពលរដ្ឋហើយលោកក៏បានមកផុសចលនាឲ្យប្រជាពលរដ្ឋទាំងចូលរួមទាំងអស់គ្នាដាំដើមឈើទៅតាមផ្ទះតាមសាលារៀនតាមវត្តអារាមនិងតាមទីសាធារណៈនឹងជួយថែរក្សាទាំងអស់គ្នានៅពេលដែលមានដើមឈើដាំហើយមានការដុះលូតលាស់ក៏ត្រូវតែចូលរួមជួយថែរក្សាការពារទាំងអស់គ្នាដើម្បីសុខភាពបរិស្ថានពណ៌បៃតងខៀវខ្ចីនៅគ្រប់មូលដ្ឋានពីខ្ញុំហុយបន្លែង LTNG News ខេត្តព្រះសីហនុដែលឡែកនៅស្រុកព្រៃនប់នេះបើតាមលោកអ៊ីតារិនអភិបាលស្រុកព្រៃនប់លោកមានប្រសាសន៍ថាក្រៅតែពីការដាំដើមឈើជាង1000ដើមនៅកន្លែងនេះរដ្ឋបាលស្រុកនឹងចាត់ចែងធ្វើការដាំដុះបន្តទៀតនៅតាមសាលារៀនវត្តអារាមនិងតាមលំនៅឋានប្រជាពលរដ្ឋហើយលោកក៏បានមកផុសចលនាឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាដាំដើមឈើទៅតាមផ្ទះតាមសាលារៀនតាមវត្តអារាមនិងតាមទីសាធារណៈនឹងជួយថែរក្សាទាំងអស់គ្នានៅពេលដែលមានដើមឈើដាំហើយមានការដុះលូតលាស់ក៏ត្រូវតែចូលរួមជួយថែរក្សាការពារទាំងអស់គ្នាដើម្បីសុខភាពបរិស្ថានពណ៌បៃតងខៀវខ្ចីនៅគ្រប់មូលដ្ឋានពីខ្ញុំហុយបន្លែង LTNG News ខេត្តព្រះសីហនុ